ប្រថ្លើមថ្លៃក្តីកងវល់ពេញហារតីនៃអូចិនមិនជ្រាស្រឡាំងខ្លាចនឹងស្នេហ៍ស្នងខ្លាចថ្ងៃបាត់បង់អូននឹងសនបងអើយអោមានស្នេហ៍ប្រុសថ្លើមខ្លៃក្តីកង្វល់ពេញហារតីនៃអូនថ្ងៃក្រោយមកលេងពុកម៉ែមិនបាច់យកផ្លែឈើមកទេពុកឲ្យនឹងម៉ែតែពីរនាក់ឆៃមិនអស់នាំឲ្យសល់អាលួយកូនណាមកលេងពុកម៉ែសប្បាយចិត្តណាស់ទៅហើយមិនបាច់យកអីមកទេនាំតែខាតប្រាក់កូនមកដល់ទៅទេមិននឹងកើតទៅពុកម៉ែទទួលយកទៅនេះជាទឹកចិត្តបន្តិចបន្តួចរបស់កូននិយាយចឹងកូនទៅនៅផ្ទះថ្មីសុខសប្បាយដែរអត់កូនចាសុខសប្បាយធម្មតាទេចោះពុកម៉ែពុកឲ្យនឹងម៉ែសុខសប្បាយណាស់ព្រោះថាកូនស្រីទើបតែរៀបការហើយមានសុភមង្គលអញ្ចឹងរឿងអីដែលពុកម៉ែកើតទុកនោះមិនថាអញ្ចឹងឯពុកវាមែនហើយកូនកុំបារម្ភនឹងពុកម៉ែអីឲ្យតែកូនសប្បាយចិត្តណាពុកម៉ែទាំងពីរនេះក៏សប្បាយចិត្តដែរម៉េចនេះកូនកាត់អីនឹងម៉េចអត់មានអីទេម៉ែល្អហើយអញ្ចឹងបើកូនមិនកាត់អីនោះអញ្ចឹងថ្ងៃនេះកូនទាំងពីរនៅឆែកបាយជាមួយនឹងពុកម៉ែសិនណាចាំត្រឡប់ទៅផ្ទះវិញបាទម៉ែចាមកកែវចាំបងជួយអូនសម្រាប់ទៅណាសម្រាប់អីអូនមានហត់អីណាមានចការងារស្រីទុកឲ្យអូនជាអ្នកធ្វើបងទៅសម្រាប់ទៅស្រីប្រុសអីអូនអាចធ្វើបានបងក៏អាចធ្វើបានមកបងជួយណាប្រយ័ត្នមុតដៃណាបិទតកូនកព្រាគ្មានឪពុកម្ដាយគ្មានទ្រព្យសម្បត្តិអ្នកមានស្ដុកស្ដំអីតែក្មេងម្នាក់នេះគេមានចរិតល្អចេះស្រឡាញ់ប្រពន្ធកូនប្រសាម្នាក់ហ្នឹងខ្ញុំរើសមិនខុសទេពុកវាចុះទៅណាចៅចុះតាផ្លូវយើងព្រាមចាំឲ្យមកយើងឲ្យមកយើង Miếng Ván Con
រំទៅពួកអាចៅអស់នោះយើងអស់អាសាក់សុំបញ្ជូនវាទៅឲ្យមេភូមិហើយ អរគុណហើយនេះកុំតែបានឯងជួយទេកុំអីប្រាក់ដែលយើងខំសន្សំរកស៊ីរលាកអស់មិនខាន មើលទៅប្រហែលជាសន្សំប្រាក់បានច្រើនហើយណែទុកធ្វើជាសទ្ធីនេះនៅក្នុងភូមិមែនទេ សាធុតែវាមិនដូចមាត់ឯងនិយាយទេ ណែនិយាយតាមត្រង់ណាមុននេះយើងស្មានតែប្រុសស្អាតសង្ហាមកពីណាមកជួយយើងឯតានេះយើងខំតែអតាមពិតគឺឯងសោះ ណែហើយយ៉ាងម៉េចវាខកចិត្តមែនទេមែនហើយពេលដែលឯងចូលមកដល់ក្នុងភូមិនេះព្រាមនេះឯងបានជួបយើងឯងគិតថាឯងហើយនឹងយើងគឺជាគូព្រេងទេហ៎ ហើយគិតដល់ណាហើយយើងនិយាយលេងទេ ត្រូវហើយគឺយើងគិតដល់កែវហើយនឹងមេឃណែពួកគេយ៉ាងម៉េចហើយកូនពុទ្ធើយទីបំផុតពួកគេបានរៀបការជាមួយនឹងគ្នាពិតជារឿងដ៏ល្អខ្លាំងណា មិនកែវហើយនឹងមេឃរៀបការមិនចាំយើងត្រឡប់មកវិញសោះអញ្ចឹងចាំការមិត្តអាក្រក់នេះចេះតែរៀបការចោលគ្នាទៅកើតណែកូនឯងមិនអីទេអី ខ្ញុំសង្ឃឹមថាលើកនេះអ្នកទីមិនប្រកែកទេណាព្រោះថាកូនពួកយើងធំពេញកមុំពេញកន្លោះអស់ហើយមិនមែនក្មេងដូចពីមុនទេ ម៉ែទីលើកកែវខ្ញុំមកខ្ញុំសន្យាថានឹងមើលថែកែវដែលជាប្រពន្ធបានល្អមិនឲ្យពិបាកទេ ខ្ញុំមិនព្រមទេកូនចាប់ទៅវិញទៅ កែវហេតុអីបានជាកែវមិនព្រមអាមេឃ ខ្ញុំជាគូដណ្ដឹងមួយមេឃហើយហើយថ្ងៃក្រោយខ្ញុំក៏ជាប្រពន្ធគាត់ដែរកូនជិះគិតពីរឿងនេះទៀតទៅយើងមិនអីទេយើងនៅតែជាយើងហ្នឹង មិនអីល្អហើយរឿងពីមុនគួរតែបំភ្លេចចោលទៅយ៉ាងណាពួកយើងនៅជាខ្លាដ៏ល្អជាមួយនឹងគ្នាត្រូវអត់ ត្រូវហើយឯងស្គាល់ផ្ទះថ្មីរបស់កែវអញ្ចឹងឯងជួយជូនយើងទៅរកកែវបន្តិចទៅណាយើងនឹកគេខ្លាំងណា សូមអភ័យណាកែវជីវសូមអភ័យណាកែវជី ត្រូវហើយឯងស្គាល់ផ្ទះថ្មីរបស់កែវអញ្ចឹងឯងជួយជូនយើងទៅរកកែវបន្តិចទៅណាយើងនឹកគេខ្លាំងណា អត់ទេវើយយើងរវល់បើឯងចង់ដឹងថាផ្ទះថ្មីរបស់កែវនៅណាឯងទៅសួរម៉ែកែវទៅ ណែឈប់សិនពួកយើងទាំង4នាក់គឺជាបងប្អូនជាមួយនឹងគ្នាយូរឆ្នាំហើយថ្ងៃនេះពួកយើងគួរតែជួបជុំគ្នាម្ដងទៅរឿងរវល់ទុកម្ដុំសិនទៅណាណាទៅជាមួយនឹងយើងទៅណាណា វ៉ាន់ឯងមែនទេវ៉ាន់គ្នានឹកឯងណាវ៉ាន់យើងក៏នឹកឯងនឹកគ្នាគ្នាស
បាយចិត្តណាស់ដែលបានជួបឯងគ្នាស្មានតែឯងទៅរស់នៅទីនោះឡើងត្រឡប់មកវិញហើយតា មិនត្រឡប់មកវិញមិននឹងកើតគ្នាមានខ្លាល្អៗនៅទីនេះមិនអាចបោះបង់បានទេណាមួយគ្នាក៏ចង់បានប្តីរៀបការនៅស្រុកកំណើតរបស់ខ្លួនក៏ដូចអ្នកខ្លះដែរ នេះឯងដឹងរឿងហើយហ៎ គ្នាដឹងហើយកូនជាអ្នកប្រាប់ឯងនេះរៀបការប្រាប់គ្នាសោះយ៉ាងហោចណាស់គួរតែសរសេរសម្បត្តិឲ្យគ្នាបានដឹង អូឲ្យគ្នាសុំទោសផងណាដោយសារតែគ្នារវល់រៀបចំមង្គលការហើយនឹងរៀបចំផ្ទះថ្មីទៅភ្លេចសរសេរសម្បត្តិទៅឯងនឹង ឃើញទេឯងភ្លេចគ្នាតែគ្នាមិនដែលភ្លេចឯងទេពេលដែលគ្នាដឹងរឿងភ្លាមគ្នាក៏បញ្ញាប់មកផ្លែតមិនដូចឯងទេគ្មានគ្នាក្នុងចិត្ត អើយមិនគាត់និយាយដល់ថ្នាក់ហ្នឹងគ្នាពិតជាសុំទោសមែនណាឈប់ខឹងទៅណាណាវ៉ាន់ណា គ្នាលើលែងទេអ្នកណាទៅដាច់ចិត្តខឹងឯងទៅកើតចុះណាមេឃមិនក៏មិនឃើញអញ្ចឹង អូបងមេទៅកាប់រស្មីនៅក្រៅផ្ទះតិចទៀតទៅគាត់ត្រឡប់មកវិញក៏គាត់ជាសប្បាយចិត្តមិនខានទេពេលដែលឃើញឯង គ្នាខានជួបមេឃយូរហើយមិនដឹងថាសង្ហាប៉ុណ្ណាទេ បើអញ្ចឹងឯងកុំតន់ទៅណាណានៅឆៃបាយជុំគ្នាឲ្យសប្បាយម្ដងកូនក៏ដូចគ្នាចាំនៅឆៃបាយជុំគ្នាសិនទៅណា កូនប្រកាសជានៅហើយព្រោះពួកយើង4នាក់ខានជួបជុំគ្នាយូរហើយមិនអាចមិននៅបានទេមែនអត់កូន កែវមកមានអីឲ្យគ្នាជួយអត់ អត់មានអីទេឯងទៅអង្គុយលេងជាមួយកូនទៅ អីទេមកចាំជួយគ្នាជួយបេះ ថាមិនបាច់ទេឯងមកពីផ្លូវឆ្ងាយទៅសម្រាប់ទៅចាំតែឆៃទៅបានហើយនៅទីនេះតើខ្លួនជាអ្នកធ្វើណា ឯងចង់ទៅណាចង់ទៅជួយកៅមែនឯងមិនបាច់ទៅទេនាំតែកៅដេញមកវិញទេឆាប់ទៅអង្គុយវិញទៅ ណែឯងទៅមកឲ្យឆ្ងាយឆាប់ទៅសម្រាប់ទៅ ណែអេ ខ្ញុំប្រាប់ឲ្យនៅសម្រាប់ហេតុអីក៏មកទីនេះទៀតបានអូកូនកូនមិននៅនិយាយលេងជាមួយវ៉ាន់មកផ្ទះបាយធ្វើអី គឺខ្ញុំមកជួយបេះបន្លែកៅព្រោះថានឹងវ៉ាន់និយាយច្រើនពេកពេលនេះនឹងវ៉ាន់ហត់សម្រាប់សិនហើយ នៅទីនេះខ្ញុំអាចធ្វើម្នាក់ឯងបានហើយកូនទៅអង្គុយលេងទៅកូនធ្វើអីហ្នឹង កៅដៃដល់សរោនរបស់កៅនេះមិនគួរណាមកពិបាកអញ្ចឹងសោះ វាមិនលំបាកទេខ្ញុំពេញចិត្តនឹងធ្វើវា ក៏ព្រោះអាមេឃវាល្អត្រង់ណាទៅបានជាកៅត្រង់លំបាកជាមួយវាខ្ញុំមានគ្រប់យ៉ាងហេតុអីបានជាកៅមិនស្រឡាញ់ខ្ញុំ កូនបើនៅតែនិយាយបែបនេះទៀតចេញពីផ្ទះខ្ញុំទៅ កៅខ្ញុំសួរតាមត្រង់ទៅមើលកៅមានដែរអាណិតដល់ចិត្តខ្ញុំខ្លះអត់កៅឆ្នាំនោះអ្នកដែលជួយហើយនឹងជួបកៅមុនគេគឺជាខ្ញុំមិនមែនជាអាមេឃទេហេតុអីបានជាកៅស្រឡាញ់អាមេឃមិនស្រឡាញ់ខ្ញុំ កូនស្ដាប់ខ្ញុំណាជួបមុនឬក៏ក្រោយវាមិនសំខាន់ទេឯដែលសំខាន់គឺបេះដូងខ្ញុំមានតែបងមេឃ កៅចុះខ្ញុំនេះបេះដូងរបស់កៅគ្មានខ្ញុំសំបីតែបន្តិចមែនទេ បានហើយកូនពេលនេះខ្ញុំរៀបការហើយខ្ញុំក៏ខ្លាចជាប្រពន្ធគេដែរកូនគូតែបំភ្លេចហើយយើងនឹងបន្តធ្វើជាខ្លាចជាមួយគ្នាទៀត កៅមួយជីវិតរបស់ខ្ញុំអាចដែរចាប់ទុកកៅជាខ្លាចរបស់ខ្ញុំទេបើខ្ញុំមិនបានកៅធ្វើជាប្រពន្ធអ្នកណាក៏មិនបានដែរ កូនចេញពីផ្ទះខ្ញុំទៅចេញទៅ កៅខ្ញុំស្រឡាញ់កៅកៅ អកូនគេមានអញសម្រាប់ឯងចោល បងមេកូនខ្ញុំសុំបងណា កៅលេងបងទៅទោះបងចាត់ការវា អត់ទេបងកូន កាំងនេះមានរឿងអីហ្នឹង
វ៉ាន់ កូនអញមានកើតអីអត់កូនកូននេះមានរឿងអីឲ្យប្រកាសមិនក៏ទៅជាបែបនេះទៅវិញដើមឡើងកាយពួកយើងឆែកបាយជុំគ្នាហ៎មិនក៏ត្រូវវាយគ្នាបែកមុខវិញកៅនេះយើងខំមកពីចងាយដើម្បីនឹងសបាយជប់ជុំគ្នាមិនក៏នាំគ្នាធ្វើអញ្ចឹងគឺមានរឿងយកច្រឡំតិចតួចហ្នឹងឲ្យគ្នាសំទោសណាដែលធ្វើឲ្យឯងខ្វល់ចិត្ត ហើយយើងមិនត្រូវការពាក្យសុំទោសរបស់ឯងទេយើងគ្រាន់តែចង់ដឹងថាមុននេះមានរឿងអីបានជានាំគ្នាវាយគ្នាអញ្ចឹងចាំគ្នាប្រាប់តាមក្រោយណា មេឃនេះឯងនៅមិនទាន់សើសួរជាមួយនឹងកនទេរឿងកន្លងផុតច្រើនឆ្នាំហើយពេលនេះឯងនឹងកៅបានរៀបការជាមួយនឹងគ្នាឯងឈប់ប្រកាន់ខឹងជាមួយនឹងកនទៅយើងខំបបួលកនមកដើម្បីជប់ជុំសបាយនឹងនិយាយរឿងល្អៗជាមួយនឹងគ្នាតែឯងបែរជាធ្វើឲ្យទៅជាអញ្ចឹងអស់ វ៉ាន់ថ្ងៃក្រោយបើមិនលេងផ្ទះជើងកំហាកូនមកជាមួយសោះ សូមអភ័យណាកែវជីវ បងកនហេតុអីក៏ទឹកមុខបងកនអាក្រក់ម៉េះ ខ្ញុំកើតអី ស្លាប់ហើយបងកនបងកនកើតអីនេះណាគេបាយបងហ៎ ណែកុំខកមួយខ្ញុំ បងកនគ្រាន់តែខ្ញុំបារម្ភពីបងចាំបាច់អីបងកាយដាក់ខ្ញុំខ្លាំងម៉េះ ខ្ញុំប្រែតាថាខ្ញុំបានកើតអីមិនក៏សួរដែរអញ្ចឹងគួរធន់ខ្លាំង អាកននេះមិនក៏ឯងនិយាយគ្មានសុជីវធម៌សោះអញ្ចឹងអាកននេះមកកូនកាត់អីហ៎អ្នកណាគេវាយកូនប្រាប់ម៉ែមកកាត់អីកូន អ្នកមីងមួយអនកុំយកសម្ដីកនទុកក្នុងចិត្តអីណាមិនដែរទេអ្នកមីងខ្ញុំមិនបានទុកនៅក្នុងចិត្តអីទេខ្ញុំដឹងថាបងកងគាត់និយាយបែបនេះក៏ព្រោះតែគាត់ខឹងតាមពិតខ្ញុំទៅវិញទេដែលជាអ្នករំខានបងកនអូយណែរំខានអីទៅក្មួយនេះមកពីអាកនវាមានអណ្ដាតចេះតែកលាស់និយាយផ្ដេសផ្ដាសធ្វើឲ្យប៉ះពាល់អារម្មណ៍ក្មួយអូន ឲ្យមីងសុំទោសផងណាខ្ញុំទេដែលជាអ្នកដែលត្រូវសុំទោសអ្នកមីងខ្ញុំដូចជារំខានអ្នកមីងហើយអ្នកបង្កនច្រើនថ្ងៃដែរហើយខ្ញុំគិតថាចង់ជម្រាបលាអ្នកមីងត្រឡប់ទៅផ្ទះវិញល្ងាចនេះហើយអូយមិនក៏ប្រញាប់ខ្លាំងម៉េចក្មួយអូននៅសម្រាប់លេងជាមួយនឹងមីងពី3ថ្ងៃសិនទៅណាចាំទៅវិញតែអូយបានហើយមិនបាច់តែទេនៅសម្រាប់លេងជាមួយនឹងមីងពី3ថ្ងៃសិនទៅចាំមីងផ្ញើចិត្តម៉ែទៅឲ្យលោកច្បាយស្រុកសួងកុំឲ្យគាត់បារម្ភតែបើសិនជាក្មួយនៅទីនេះបងកនប្រហែលជាមិនសប្បាយចិត្តទេឯអ្នកមីងអូយណាអាកនវាតែប៉ុណ្ណឹងក្មួយវាគ្មានពាក់ព័ន្ធអីជាមួយនឹងក្មួយនៅមិននៅនោះទេក្មួយនៅទីនេះទៅណានៅឲ្យសប្បាយចិត្តទៅចាអ្នកមីង
នាងអូនហើយនេះនាងអូនក៏ចង់នៅផ្ទះនេះបន្តទៀតមែនអូយនាងអូនអើយខ្ញុំមើលទៅអ្នកប្រុសកណាដូចជាអត់សុបាយចិត្តជាមួយនឹងពួកយើងទេណាហើយនេះបើសិនជានាងអូនកាន់តែនៅខ្ញុំខ្លាចតែអ្នកប្រុសកនឹងកាន់តែខ្លាចតែយ៉ាងម៉េចគឺខ្ញុំខ្លាចអ្នកប្រុសកនឹងគាត់កាន់តែស្អប់អ្នកនាងថែមទៀតនឹងណាអូយអ្នកនាងអូនបងកងគ្មានគេស្អប់យើងទេផ្ទុយទៅវិញថ្ងៃណាមួយបងកងប្រកាសជាបដោចិត្តមកស្រឡាញ់យើងវិញហើយបដោចិត្តស្អប់នឹងកែវិញជាមិនខានទេអ្នកនាងអូនខ្ញុំសុំទោសណាអ្នកនាងអូនថ្ងៃក្រោយខ្ញុំឈប់និយាយពាក្យប្តីផ្ដាស់ទៀតហើយណាអ្នកនាងអូនណាអ្នកនាងអូនកុំខឹងខ្ញុំអីណាអ្នកនាងអូនខ្ញុំសុំទោសពិតមែនណាអូយអូយត្រង់ទៅណាកូនណាប្រាប់ម៉ែបាននៅអ្នកណាជាអ្នកបាយកូនហ៎ម៉ែនៅអ្នកប្រុស5មកចាំពូខ្ញុំទៅសងសឹកឲ្យអ្នកប្រុសភ្លាមសាក់និយាយទៅមែនណាប្រុសបានម៉ែគឺខ្ញុំដើរមិនប្រយ័ត្នទៅបុកនឹងដើមឈើកុហកមិនដែរដើរបុកដើមឈើណាបើបែកមាត់អញ្ចឹងទេណែព្រឹកមិញនេះណាអាសាក់អាសំវាបានប្រាប់ម៉ែថាកូននេះទៅជួបមិត្តចាស់អ្នកណាគេអាមេឃមែនទេនេះវាវាយកូនមែនទេណែពីនេះបានប្រុសបានឯងបានប្រាប់គាត់នៅថាមិត្តចាស់យើងគឺជាមនុស្សស្រីអត់បានប្រាប់ផងអ្នកប្រុសមនុស្សស្រីនាងកៅមែនទេអូយម៉ែគឺនាងវ៉ាន់នាងវ៉ាន់អូនាងវ៉ាន់ទេណែឯងមិនទាន់បានប្រាប់ម៉ែទេអ្នកណាវាយឯងយីអាកូននេះតាំងពីនាងកៅរៀបការចោលបាត់ទៅវានិយាយអីគ្មានដឹងក្បាលនឹងកតុយទេនិយាយមិនទាន់ចប់ផងវាងើបដើរទៅបាត់ណែពួកឯងទាំងពីរហ្នឹងក៏ចឹងដែរមើលកូនយើងឲ្យបានល្អបើមានអ្នកណាវាយទៀតមកប្រាប់យើងដឹងអត់បានអ៊ំស្រីបានកែវខ្ញុំស្រឡាញ់កែវកែវអកូនគឺមានអញសម្រាប់ឯងចោលខ្ញុំសុំបងណាអញមិនព្រមឈឺតែម្នាក់ឯងទេអាមេឃឯងច្បាស់ហើយហ៎ថាផ្ទះនេះគឺជាផ្ទះរបស់នាងកែវអូយអ្នកនាងបើតាមមកសាក់គាត់ប្រាប់ផ្ទះនឹងហើយគឺផ្ទះនាងកែវសួស្ដីម្ដងអ្នកណាដែរអរគុណហើយកែវដែលបានយកថ្នាំឲ្យខ្ញុំមិនបាច់អរគុណទេនាយពឹងខ្ញុំទៅហើយខ្ញុំមិនជួយដូចជាមិនសមកែវចិត្តអូនណាខ្ញុំទៅវិញហើយខ្លាចម៉ែគាត់ចាំមើលផ្លូវ
អ្នកនាងមកទីនេះមានការអីហើយរកអ្នកណាដែរសូមអងាភ័យណាកែវជីវអ្នកនាងមកទីនេះមានការអីហើយរកអ្នកណាដែរគឺអ្នកនាងដូចជាធ្លាប់ជួបនៅកន្លែងណាអ្នកនាងស្រីម្នាក់នោះគឺជានាងកៅមែនអត់អូយមុខមាត់ស្រស់ស្អាតចឹងតាបានជាមានប្តីហើយនៅតែធ្វើឲ្យប្រុសនេះកាត់ចិត្តកាត់ខ្លោមិនបានអូយអូយតែទោះបីជាយ៉ាងណាក៏នៅចាញ់អ្នកនាងអនរបស់ខ្ញុំដែរតែនាងអនរបស់ខ្ញុំហ្នឹងទាំងស្អាតទាំងឆ្លាតទាំងបកាយហើយថែមទាំងមានទៀតតែមិនគួរណាអ្នកប្រុសកណាមើលមិនឃើញពីគុណតម្លៃរបស់អ្នកនាងសោះបាត់ទៅនាងចែមបើមិនចង់ឲ្យយើងនេះខឹងនឹងឯងខ្លាំងជាងនេះចាអ្នកនាងនេះបងធ្វើឲ្យកៅភ័យហ៎ ចាភ័យណាស់ហើយមិនក៏មកស្ងាត់អញ្ចឹងប្រឡឹង4 10ចូលវិញណា បានហើយអូនអត់អីទេកៅថ្ងៃនេះបងរកត្រីបានច្រើនណាស់ណ៎អញ្ចឹងចាំអូនធ្វើម្ហូបឆ្ងាញ់ៗឲ្យបងណាអរគុណណាប្រពន្ធស្រឡាញ់ផ្អែមណាស់អញ្ចឹងបងទៅលុបលាងខ្លួនសិនទៅបាទអូនទៅសិនណាបងមេនេះមហូបពូនបងឈ្ងុយខ្លាំងណាស់បើឈ្ងុយបងឆាប់ទៅឆៃទៅប្រយ័ត្នម្ហូបត្រជាក់អស់បាទកៅត្រីនេះស្រស់ៗល្អណាស់ប្រហែលជាសាច់ផ្អែមឆ្ងាញ់ខ្លាំងណាស់កៅអូនឆៃឲ្យបានច្រើនទៅណាបងក៏ដូចគ្នាឆៃឲ្យបានច្រើនណាអរគុណកៅចាបងមានរឿងមួយចង់ពិភាក្សានឹងអូនរឿងអីទៅបងមេឃយាយរៀបការមកបាន2 ថ្ងៃហើយបងគិតថាចង់រករបររកស៊ីមួយដើម្បីផ្គត់ផ្គង់គ្រួសាររបស់យើងអូនយល់យ៉ាងម៉េចដែរល្អតាបងអញ្ចឹងប្រាក់បណ្ដាការបងយកទៅរកស៊ីចុះណាកុំអីបើមិនយកប្រាក់តើបងបានអីយកទៅរកស៊ីជួញដូរគឺបងគិតថាចង់ទៅរកត្រីនៅស្ទឹងចំណាយកម្លាំងបន្តិចមែនប៉ុន្តែមិនចំណាយប្រាក់ទេណាយ៉ាងម៉េចហ្នឹងកៅអូនមកយល់ស្របនឹងគំនិតរបស់បងទេ
និយាយតាមត្រង់ណាអូនមិនចង់ឲ្យបងហត់នឿយទេបើបងទៅរកត្រីយកម្ហូបម្ដងម្កាលអូនមិនថាទេតែបើសិនជាបងទៅរកត្រីរាល់ថ្ងៃដើម្បីយកទៅលក់វាមិនល្អទេកែវនេះអូនខ្លាចគេមើលងាយមែនទេកែវអូនជាប្រពន្ធរបស់បងពេលដែលបងធ្វើអ្វីមួយគឺបងត្រូវការកម្លាំងចិត្តពីអូនបងមិនខ្វល់ថានរណាគេនិយាយអីនោះទេសំខាន់បងអាចរកប្រាក់ដោយកម្លាំងជាឈាមមួយខ្លួនឯងបានដើម្បីមកគ្រប់គ្រងគ្រួសាររបស់យើងឲ្យមានសុភមង្គលហើយដាច់ខាតបងមិនប៉ះពាល់ប្រាក់ម្ដាយការទេប្រាក់ទាំងនោះគឺបងទុកសម្រាប់កូនរបស់យើងកែវបងសន្យានឹងអូនណាពេលដែលបងរកប្រាក់សន្សំបានច្រើនហើយបងនឹងប្រមមុខរបរថ្មីមិនឲ្យអូនខំម្ដងទេនេះបងថ្ងៃនេះខ្ញុំរកមកតែផ្ទាល់ដៃបងយកទៅទៅធានាថាឆ្ងាញ់តែម្ដងនេះប្រុសនោះគឺអាមេចអីហ្នឹងយើងមកយកទាំងអស់អាសាបានទេប្រុសមាន់ដែលជាមកពិសាតែប្រមាណបោះចោលអស់ទៅថ្ងៃនេះអញចង់ឆៃត្រីវើយចង់ដឹងថាត្រីហ្នឹងវាសាច់ស្រស់ប៉ុណ្ណាចឹងមកគេមកអស់ហើយទុកឲ្យគេចុះបងទៅរកជាអាសាក៏បានដែរអូនអើបងហេបើចង់ចាំមិននេះឯងមិនលឺអ្នកប្រុសយើងនិយាយហ៎ណែបើឯងស្ដាប់មិនបានចាំយើងនិយាយដងទៀតថាយើងជាវត្រីទាំងអស់នេះយើងជាទាំងអស់ហើយកុំអោយឯងនេះពិបាកដើរលក់អាសាយកប្រើវាបានទេប្រុសយើងមិនលក់ទេណែសមត្ថភាពយើងហ្នឹងមិនសមជាវត្រីរបស់ឯងអាមេអកូនត្រីវាមិនឆ្ងាញ់ដូចជំនាន់ទេឯងត្រឡប់ទៅផ្ទះទៅឆៃមាន់របស់ឯងទៅណាឆ្ងាញ់ជាងតែយើងចង់ឆៃត្រីរបស់ឯងរបស់ដែលយើងចង់បានហើយគឺយើងត្រូវតែយកឲ្យបានអញ្ចឹងឯងទៅយកនៅផ្សារទៅហើយបើឯងនៅចាត់ទុកយើងជាខ្លើឯងជុំមករំខានយើងទៀតណាអាមេចាប់តាំងពីឯងយកកែវចេញពីយើងមកយើងមិនដែលចាប់ទុកឯងជាខ្លើម្ដងណាឡើយបើអាមេវាគ្មានលទ្ធភាពចិញ្ចឹមកែវទេទុកឲ្យយើងជាអ្នកចិញ្ចឹមកែវវិញអាកូនឯងឈប់និយាយតាណែនឹងវ៉ាន់យើងនិយាយអីខុសយើងនិយាយតែចិត្តស្មោះយើងចង់មើលថែកែវមែនវ៉ាន់នាំគេទៅផ្ទះទៅអាកូនមកផ្ទះរបស់យើងមែនទេរ៉ៃយោនេះវាចាត់ទុកផ្ទះយើងជាកន្លែងអីទេនេះបានចង់ចេញចូលសៃចិត្តបែបនេះ